អូខេយើងចូលមកកាន់មេរៀនរឿងបន្ទាប់ដែលការវីដេអូមុនបបានពន្យល់តាក់ទងជាមួយនឹងភាសាមាន3ទម្រង់មាន sideways uptrend និង downtrend ឥឡូវយើងមកពន្យល់តាក់ទងជាមួយនឹងភាសា sideways ដោយមិនដេចទេហៅថាភាសា sideways sideways នោះវាមិនទេអញ្ចឹងតាក់ទងជាមួយនឹងភាសា sideways មានន័យថាវាឡើងវាចុះវាឡើងវាចុះវាឡើងវាចុះមានថាវា sideways ពីចន្លោះលេខ1ទៅចន្លោះលេខ1ឧទាហរណ៍ថាមានន័យថាចេះភាសាវាឡើងពីនេះវាប៉ះកន្លែងនេះវាចុះកន្លែងនេះវាប៉ះកន្លែងនេះវាចុះកន្លែងនេះចុះកន្លែងនេះប៉ះកន្លែងនេះហើយចុះកន្លែងនេះហើយប៉ះមកកន្លែងនេះអាហ្នឹងគេហៅថាភាសាទម្រង់ sideways តើណាត់អញ្ចឹងមានន័យថាវាមានវាមានhigh របស់វានៅខាងលើវាមាន low របស់វានៅខាងក្រោមដូចតម្លៃដែលទាបនិងតម្លៃដែលខ្ពស់អញ្ចឹងនេះអានេះគេហៅថាទម្រង់ sideways តើណាត់ពេលខ្លះវាអាចរបៀងទីទួយអញ្ចឹងទៅអូខេតោះនេះអញ្ចឹងមានន័យថាទម្រង់ sideways មានន័យថាវា sideways នៅក្នុងចន្លោះលេខ1បងលើបងឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាតម្លៃលេខនេះឧទាហរណ៍ថាវានៅតម្លៃ3700ឧទាហរណ៍ថាកន្លែងនេះ37005656ចុះអាហ្នឹងគាត់ឧទាហរណ៍ណាហើយដូចអានេះឧទាហរណ៍ថាវានៅ3744បងនេះអញ្ចឹងកន្លែងហ្នឹងមានន័យថាវា40នៅក្នុងចន្លោះលេខហ្នឹងមានន័យថាក្នុងចន្លោះលេខហ្នឹងគឺវាមានន័យថាវាចេះវាប្រែប្រួលទៅវិញទៅមកទៅវិញទៅមកទៅវិញទៅមកវាអត់តាណាទេមានថាវាលេងនៅក្នុងស្រូតហ្នឹងហ្មងបងនេះប៉ុណ្ណឹងអញ្ចឹងអាហ្នឹងគេហៅថាទម្រង់ផ្សារ sideways បងនេះអូខេចឹងអាហ្នឹងគឺជាតាទម្រង់ផ្សារ sideways ឥឡូវយើងមកមើលផ្សារជាក់ស្ដែងបូរ៉ូឲ្យមើលផ្សារជាក់ស្ដែងយើងមើលតម្លៃនេះនេះយើងមើលអាខ្លីៗបានហើយនេះយើងមើលទៅលើនេះ high របស់វាសុំតិចបងលុបតិចសិនhigh របស់វាគឺតម្លៃបើយើងចាប់ពីនេះយើងចាប់យើងនេះបើប្រើនេះប្រើអានេះណានេះឃើញទេ trend line របស់យើងនេះយកអាហ្នឹងប៉ះមកឆ្វេងអូសមកចាប់មកបន្ទាត់យើងមកមួយទៀតតោះណាត់ចឹងអាហ្នឹងឃើញវាលេងនៅ0នឹងអត់ពេលហ្នឹងតម្លៃ88 79យើងមានន័យថាតម្រងហ្នឹងគឺវាឡើងចុះ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 ដល់ពេលមួយវាធ្លាយហើយចិត្តតែវាឡើងទៅវិញវាប៉ះ trend line ហ្នឹងវិញវាធ្វើលាក់មកទៀតតោះណាត់អញ្ចឹងអាហ្នឹងគេហៅថាទម្រង់ផ្សារ sideways នេះមកកញ្ចប់ទូចនេះមកកញ្ចប់ដែលវា sideways នេះដែលវាឡើងចុះ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 ទៅវិញទៅមកហ្នឹងគេហៅថាទម្រង់ផ្សារ sideways នេះមកក្នុងកណ្ដុបនេះអឺនេះតោះនេះក្នុងមួយកណ្ដុបហ្នឹងគេហៅថាទម្រង់ផ្សារ sideways ដល់ពេលវាបែកអា trend line ណាមួយគឺវាទៅហើយតែវាបែកមកក្រោមនឹងវាមកក្រោមបែកទៅលើវាទៅលើអញ្ចឹងតោះណាទៅទម្រង់ផ្សារ sideways ហ្នឹងអញ្ចឹងយើងឧទាហរណ៍ជាក់ស្ដែងមករកមើលឲ្យទៀតអឺ sideways ចាំតិចដូចជា5 10ទីដូចសូវមាននេះ sideways ទៀតនេះអានេះគាត់អាចថាជាទម្រង់ sideways ដែរឃើញវាអត់មានតាណាឃើញមិនយើងចាប់មកនេះតោះនេះតោះនេះនេះចឹងហ្នឹងឃើញវានៅ sideways ចន្លោះក្នុងហ្នឹងមានន័យថាវាអត់ទៅណាទេគឺវានៅលេងក្នុងស្រួលហ្នឹងទៅវិញទៅមកទៅវិញទៅមកទៅវិញទៅមកចឹងអាហ្នឹងហើយគេហៅថាទម្រង់ផ្សារ sideways លេងពីនេះឡើងពីនេះប៉ះឡើង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 បែក trend line វូទៅលើឆ្កុយចឹងអាហ្នឹងគេហៅថាទម្រង់ផ្សារ sideways នៅក្នុងនេះក្នុងកន្លោះនេះតោះណាអូខេអញ្ចឹងបងពន្យល់ប៉ុណ្ណឹងទាំងអស់គ្នាប្រកាសជាទាន់ហើយអញ្ចឹងអ្នកនរគ្នាអាចអនុវត្តជាក់ស្ដែងរៀនគូសខ្លួនឯងរកទម្រង់ផ្សារ sideways ណារៀនមើលខ្លួនឯងរៀនចាប់ខ្លួនឯងដាក់តម្លៃលេខអីមកនេះចាប់ពីបន្ទាត់ដូចបងមកនេះចាប់បន្ទាត់ទី1បន្ទាត់ទី2ហើយដាក់តម្លៃលេខមកគិតថាវាចន្លោះណាហើយចាប់មកចាប់បាយឲ្យវានៅក្នុងទម្រង់នឹងដដែលមកតោះណាត់អញ្ចឹងអានេះយើងអាចទុកថាជា high របស់វា
dương xây chân nằmខ្លួនấy hai bảo vía hai à khóm lâu rồi to nát nè à khóm lâu rồi to này chắc mình ra vì lố vì làm vì lố ô vì làm vì hái làm vì lốแต่การhái làm vì cho vì hái một căn lâu rồi chắc mình ra nè đôi cái lại đi bông vô chắc nè cái này lâu bao vì vì làm tao à vì làm tao vì pa hái vì lẹ một lâu rồi nè lâu bao vì lâu lâu bao vì đó này to này chắc là hái pa hái một lâu pa lố là ta hái buông copy một tiết ok lang bị lố pa hai cho bị hai pa lố lang bị lố pa hai cho bị hai pa lố lang bị lố pa hai cho bị hai pa lố chẳngមានវាលេងនៅក្នុងសួរនឹងដដែលទេអញ្ចឹងយើងអាចថាវាជាទម្រង់ផ្សារសាយវេបានហើយសួរថាយើងអាចបាយសែនៅចន្លោះណាតើតងជាមួយនឹងការបាយសែអឺយើងអាចឡូបាយដែលវាមកប៉ះ trend ឡើងខាងបន្ទាត់ខាងក្រោមណានេះពេលដែលវាធ្លាក់មកដល់ trend line បន្ទាត់ខាងក្រោមនេះយើងអាចបាយ sell នៅពេលដែលវាឡើងទៅដល់លើនៅពេលដែល trend line ខាងលើគាត់ថានេះជាអ្នកថ្មីថ្មោងឯងកលឹះតែថាយើងរៀនអនុវត្តជាក់ស្ដែងថ្មីថ្មោងណានេះsell អាច high របស់វាអាច sell បានអញ្ចឹង buy sell buy sell ប៉ុន្តែរងចាំតែវាគៀកជាមួយនឹង trend line បន្ទាត់ខាងលើនិងបន្ទាត់ខាងក្រោមតែខាងក្រោមយើងអាចធ្វើការ buy បន្ទាត់ខាងលើយើងអាចធ្វើការ sell ហើយ take profit សួរថា take profit កន្លែងណាយើងអាចគូបន្ទាត់កាត់មកបន្ទាត់ចឹងមកនេះគូបន្ទាត់កាត់ចឹងមកនៅពេលដែលវាយើង buy នេះ buy ពី low ហ្នឹងវាឡើងដល់ធំពាក់កណ្ដាលហើយយើង take profit ទៅឲ្យរងចាំតែវាឡើងទៅចិត្តប៉ះហើយយើងអាចធ្វើការ sell វិញមកតោះអត់តោះនេះកន្លែងហ្នឹងអញ្ចឹងមានន័យថាកន្លែងនេះ buy កន្លែងនេះ sell កន្លែងនេះ buy កន្លែងនេះ sell អញ្ចឹងតែបងប្អូនគ្នាត្រូវអនុវត្តខ្លួនឯងត្រូវរកទម្រង់ high ទម្រង់ low របស់វាឲ្យឃើញគឺគេហៅថាផ្សារ sideways នេះទម្រង់នឹងឲ្យឃើញគូសដូចបងមកហើយណាតែអាចតែ demo បាន buy sell ក្នុងศูនย์ហ្នឹងមកណាអញ្ចឹងបងសង្ឃឹមថាបងបញ្យល់ប៉ុណ្ណឹងសង្ឃឹមថាតន់ទាំងអស់គ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយតាក់ទងជាមួយនឹងការទម្រង់ up trend និង down trend អូខេបាយបាយ